បើយើងមកលេងអាមេរិកឬក៏យើងមករៀននៅសហរដ្ឋអាមេរិកឬយើងកំពុងតែរស់នៅភោគពលភាពនៅសហរដ្ឋអាមេរិកថាតើយើងមានជំរឿនអីគេខ្លះដើម្បីយើងអាចសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ឬក៏ green card បាននៅក្នុងស្ថានភាព8ហ្នឹងអញ្ចឹងសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់បញ្ចេញម្លែងសំណួរដែលក្រុមហ៊ុនយើងទទួលបានពីបងដែរនៅក្នុងស្ថានភាពទាំង3ហ្នឹងហើយគាត់ចង់ស្វែងរកការសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ឬក៏ green card ដែលគាត់នៅក្នុងស្ថានភាពទាំង3ហ្នឹងអញ្ចឹងឆ្លើយសំណួរទី1សម្រាប់បងដែលមកលេងនៅពេលដែលបងមកលេងនៅទីនេះជំរឿនបងមិនមានច្រើនទេគឺដើម្បីបាន green card ឬក៏សុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍បានទី1គឺយើងត្រូវស្នាក់នៅក្នុងនាមជាអ្នកនៅលេងហ្នឹង90ថ្ងៃសិនបន្ទាប់ពី90ថ្ងៃបងអាចមានជំរឿននៅក្នុងការស្នើសុំ green card បានប៉ុន្តែមានតែប្រភេទ family sponsor ឬក៏ក្រុមគ្រួសារធានាក្រុមគ្រួសារធានានឹងប្រភេទណាគេខ្លះគឺទី1យើងរៀបការមួយ US citizen មានន័យថាយើងរកប្តីប្រពន្ធដែលជា US citizen ទៅរៀបការទៅយើងធានាបានដែរបន្ទាប់ពី90ថ្ងៃហ្នឹងលឿនជាងគេទី2យើងមានឪពុកម្ដាយដែលជា US citizen ឪពុកម្ដាយជា US citizen ហើយយើងខ្លួនឯងនេះអ្នកមកលេងហ្នឹងក្រោមអាយុ21ហ្នឹងក៏ជាជំរឿនលឿនដែរដែលបងអាចធ្វើបានហើយទី3គឺយើងមានកូនដែលជា US citizen ហើយគាត់នៅក្រោម21ហើយហ្នឹងក៏គាត់អាចធានាយើងដើម្បីធ្វើការផ្លាស់ប្ដូរពីការមកលេងរបស់យើងទៅជា green card បានដែរហើយបងត្រូវចាំទៀតដែរការធានាមិនចេះធានាបានទេពួកគាត់នៅក្នុងពួកគាត់ទាំងអស់ហ្នឹងត្រូវតែជួប requirement របស់ US immigration law ណាឬក៏ត្រូវធ្វើម៉េចឲ្យស្របច្បាប់មានន័យថាគាត់ត្រូវមានលក្ខខណ្ឌដូចជាចំណូលអីជាដើមគាត់ត្រូវមាន clean record អីជាដើមមិនធ្លាប់សុំលុយរត់អីជាដើមបើគាត់ជួបទាំងអស់ហ្នឹងគាត់អាចធានាបងតែមកលេងហ្នឹងយក green card បានហើយបើបងមានបងប្អូនបែបហ្នឹងទី2គឺយើងជាសិស្សនៅពេលយើងមកសិស្សនេះហើយយើងចង់បានសិទ្ធិរស់នៅតែយើងមានជំរឿនអីអូខេជាសិស្សទី1គឺ employment base ដែល EB3 នៅវិស័យហាប់យើងកំពុងធ្វើហ្នឹងវាអាចនឹងចំណាយពេលបន្តិចសម្រាប់ការងារ Anski អាចនឹង3ឆ្នាំទៅ4ឆ្នាំប៉ុន្តែសិស្សភាគច្រើនគាត់មកទីនេះគាត់រៀនបើ Bachelor Degree 4ឆ្នាំអីហើយនៅពេលគាត់រៀនចប់គាត់ក៏អាចស្នើសុំ practice គេហៅ OTP របស់គាត់ហ្នឹង1ឆ្នាំកន្លះទៅ2ឆ្នាំអីដែរឬក៏1ឆ្នាំអីដែរអញ្ចឹងគាត់អាចមានពេលគ្រប់គ្រាន់នៅក្នុងការស្នើ green card តាមរយៈកម្មវិធី EB3 ហ្នឹងទី1ហើយ employment base ហ្នឹងក៏មាន EB1 EB2 ដែរបើសិនជាគាត់រៀនបកាយឬក៏គាត់មានទេពកោសល្យណាហើយទី2គាត់រៀបការមួយ US citizen ស្តៀងទៅនឹងអ្នកមកលេងដែរគាត់រកប្រពន្ធដែលជា US citizen ឬក៏ប្តីដែលជា US citizen ទៅការទៅយើង file បានយើងដូរពីសិស្សហ្នឹងមក green card បានហើយទី3គឺគាត់មានឪពុកម្ដាយនិងកូនដែលជា US citizen ហើយគាត់ខ្លួនឯងនេះក្រោម21ហើយកូនលើស21អញ្ចឹងទៅហ្នឹងក៏អាចបានដែរអញ្ចឹងសម្រាប់សិស្សគឺគាត់មានជំរឿនច្រើនជាងសម្រាប់បងដែលមកលេងណាហើយអ្នកទី3សម្រាប់សំណួរទី3អ្នកបងដែលគាត់មកដល់នេះហើយរស់នៅហួសពលភាពវីសាអញ្ចឹងបើគាត់មករស់នៅហួសពលភាពវីសាគឺគាត់អត់មានជំរឿនច្រើនទេជំរឿនរបស់គាត់គឺមានតែមួយទេគឺត្រូវរៀបការជាមួយនឹង US citizen ឬក៏មួយទៀតគាត់អាចសុំសិទ្ធិជ្រកកោនជាអ្នកនេះណាសិទ្ធិជ្រកកោនជាអ្នកជនរងគ្រោះដែលមិនអាចទៅប្រទេសកំណើតបានឬប្រទេសកំណើតរបស់គាត់មានសង្គ្រាមមិនអាចត្រឡប់ទៅបានអីជាដើមឬក៏ទទួលបានការគំរាមកំហែងនៅប្រទេសកំណើតមិនអាចត្រឡប់ទៅបានទេឬក៏ជនរងគ្រោះពីប្រទេសកំណើតមកអញ្ចឹងគាត់អាចទៅប្រទេសកំណើតបានគាត់សុំសិទ្ធិជ្រកកោនអញ្ចឹងអ្នកទី3នេះជាអ្នកដែលពិបាកជាងគេគាត់រស់នៅហួសពលភាពវីសាអញ្ចឹងជំរឿនរបស់គាត់ដូចខ្លាចជាមនុស្សខុសច្បាប់អញ្ចឹងនៅនេះអញ្ចឹងជំរឿនមានតិចគឺមានតែហ្នឹងឯងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់បងដែលនៅខុសច្បាប់ហ្នឹងយើងមិនលើកទឹកចិត្តទេបើបងមកខុសច្បាប់មានជំរឿនតែមកស្របច្បាប់បានតាមរយៈកម្មវិធី EB3 ហ្នឹងគឺយើងមាន employer sponsor ត្រឹមត្រូវដំណើរការតាមដំណាក់កាលក្រសួងការងារអន្តរប្រវេសន៍និងឆ្លងកាត់ស្ថានទូតអីត្រឹមត្រូវបានមករស់នៅអីត្រឹមត្រូវជាងបងមកទីនេះមកលេងហើយលួចរស់នៅខុសច្បាប់អញ្ចឹងដោយសារបងពីកន្លងមកមិនសូវដឹងទេថាអូជំរឿនដែលមករស់នៅអាមេរិកហ្នឹងភាគច្រើនតើរៀបការឬក៏តើមានបងប្អូនពុកម្ដាយជា US citizen អញ្ចឹងបាច់ធ្វើអញ្ចឹងទៀតទេគឺយើងមានកម្មវិធី EB3 ដែលបងអាចដាក់ពីប្រទេសខ្មែរមកចំណាយពេល3ឆ្នាំកន្លះទៅ4ឆ្នាំកន្លះគឺបានមកនៅហើយបានមកនៅទាំងគ្រួសារទៀតកុំបន្ថយមកលេងហើយរស់នៅខុសច្បាប់នៅក្រុមហ៊ុនយើងគឺយើងអត់លើកទឹកចិត្តទេហើយមួយវិញទៀតដែរសម្រាប់សេវាកម្មរបស់យើងហើយបងមិនសូវមានសាច់ប្រាក់ក្នុងការបង់យើងក៏មានការលើកទឹកចិត្តដែរយើងដឹងថានៅប្រទេសយើងបងមិនសូវមានចំណូលច្រើនទេហើយអ្នកខ្លះក៏មិនសូវមានសាច់ប្រាក់នៅក្នុងខ្លួនច្រើនដែរអញ្ចឹងបងអាចចាប់ផ្ដើម4ទៅ500គឺអាចចុះឈ្មោះដំណើរការ process នឹងបានហើយតែមិនចាំបាច់រងចាំទេនៅក្រុមហ៊ុន Visa Hub ណា
ចឹងបងចង់ដឹងព័ត៌មានបន្ថែមពីការរស់នៅស្របច្បាប់មកអាមេរិកស្របច្បាប់ទាំងគ្រួសារតាក់ទងមកក្រុមហ៊ុនយើងមក